រុនសួស្ដីបងប្អូនអ្នកឆ្លាញ់ម៉ូតូទាំងអស់គ្នាថ្ងៃនេះបានអូអត់ប្រយោជន៍ចេញមកក្រៅដើម្បីឲ្យវាឃើញពលឺព្រះអាទិត្យតិចហើយឥឡូវហ្នឹងមានចំណុច2ប្លែកជូនបងប្អូនទាំងអស់គ្នាឥឡូវថានេះបូមនេះវាពណ៌វាមាសហើយខ្នងនេះពណ៌មាសហើយហើយចង្វាក់នេះក៏ពណ៌មាសដែរបូមនេះក្រោយនេះក៏ស្តៀងមាសដែរម៉ូតូប៉ុន្តែអ្វីដែលប្លែកនេះវាដូចជាចៃដន្យឬមួយក៏វាជាការព្រៀងទុករបស់ខ្ញុំក៏ថាបានសូម្បីតែតំណប់ទ្រពនេះក៏ពណ៌នឹងដែរឥឡូវហ្នឹងវាប្លែកមួយទៀតណាគុំបីតាសោក៏ពណ៌មានដែរឥឡូវហ្នឹងមិនដឹងថាវាចៃដន្យឬមួយក៏មិនព្រោះអាហ្នឹងទិញតាំងពីមុនសោទិញតាំងពីយូរហើយតាំងពីមុនដូរកង់ដូរយ៉ាន់ទៀតហ្នឹងហើយបងប្អូនអ្នកឆ្លាញ់ម៉ូតូទាំងអស់គ្នានិយាយលេងសើចជាមួយបងប្អូនទេនេះគឺមិនដឹងរកកន្លែងណាដាក់គ្រឿងទៀតទេព្រោះឥឡូវមើលប៉ុណ្ណឹងទៅឃើញរៀងល្មមហើយលោកបងប្អូនឃើញកន្លែងណាដែលតំណងដាក់អីទៀតចាំជួយប្រាប់ខ្ញុំផងឥឡូវអូសចេញមកហើយអត់ប្រយោជន៍ណាអូសចេញអូសចូលហត់តែកម្លាំងនឹងជិះទៅណាអរគុណបងប្អូនអ្នកឆ្លាញ់ម៉ូតូទាំងអស់គ្នាហើយកុំភ្លេចទៅយកតែម HR Cambodia យកបិទម៉ូតូម្នាក់មួយផងដើម្បីគ្រប់គ្រងក្រុម HR Cambodia របស់យើង free នៅកន្លែងបងហេងនៅកន្លែងបងឆាយខ្ញុំដាក់ចូលនៅក្នុង comment អរគុណ